ថ្ងៃហ្នឹងគឺនាំបងប្អូនមកមើលបន្លែដែលម៉ែខ្ញុំគាត់បានដាំនៅស្រុកពេលដែលខ្ញុំទៅលេងផ្ទះហ្នឹងគឺបានថតបានតិចតួចដែរអញ្ចឹងបងប្អូនហើយនេះគឺដើមត្រប់ញញងឬក៏គេហៅថាត្រប់ចកោមរបស់ខាងក្រោមដែលខ្ញុំថតមុនហ្នឹងគឺស្លឹកជាភ្លូបងប្អូនដែលគេហូបជាមួយបាញ់ឆាវឬក៏នំគ្រក់អីផ្សេងៗមានដើមម្ទេសមានអីនេះវិញគឺជាដើមល្ហុងតែមួយដើមតូចណាបងប្អូនគឺផ្លែច្រើនមែនទែនហើយផ្លែធំល្អមែនទែនណាគឺនៅតាមស្រុកស្រែយើងគឺអត់មានអីច្រើនទេគឺតែមានតែបន្លែផ្លែឈើនៅជុំវិញផ្ទះនឹងឯងហើយបែបធម្មជាតិគឺអត់មានប្រើគីមីអីទេចឹងមើលផ្លែល្អណាគឺល្ហុងម៉ែខ្ញុំគាត់ដាំបានតែមួយដើមនឹងទេប្រហែលដើមទៀតគឺអត់សូវរស់ចឹងបានតែមួយដើមនឹងដូចគេថាចេះបងប្អូនតូចមែនទៅខ្លឹមណាខ្ញុំនិយាយលេងឯងតែមើលបងប្អូននេះមើលដើមគេតូចទេតែមើលផ្លែវិញផ្លែគេឡើងក្តាំងតែម្ដងមួយផ្លែដំណាំម៉ែខ្ញុំក៏ដាំបានច្រើនមុខដែរប៉ុន្តែខ្ញុំអត់បានថតអស់ទេខ្ញុំថតបានតិចតួចទេថតបានខ្លះទៀតគឺថតអត់សូវបានចឹងអត់បានទៅថតចឹងទៅហើយបើងាកមកខាងនេះវិញបងប្អូនអើយមើលនេះសម្បូរដោយតឡាចមែនទែនកន្លែងហ្នឹងពីដើមហ្នឹងគឺម៉ែខ្ញុំក៏ដាំតឡាចដាំអានងដាំអីចឹងបងប្អូនពេលចឹងទៅក៏អត់បានដាំទៀតក៏ឈប់ដាំហ៎ហើយអាតឡាចនេះគឺក៏អត់បានដាំទេគឺវាដោះមកខ្លួនឯងបងប្អូនដោះមកខ្លួនឯងគឺផ្លែល្អមែនទែនតែតឡាចពេលដែលខ្ញុំទៅនឹងគឺវាទុំសឹងអស់ហើយប៉ុន្តែមើលនេះធំមែនទែនបើសិនជាយើងយកទៅធ្វើនំឬក៏ធ្វើទឹកតឡាចគឺមួយយ៉ាងដែរប៉ុន្តែអូយខ្ញុំគ្រាន់តែឃើញតឡាចនេះខ្ញុំដើរមើលឲ្យឆ្កឹះឆ្កៀតាមដប់ហ្នឹងគឺសិតតែផ្លែតឡាចមែនទែនសិតតែតឡាចទុំពេលខ្ញុំសួរម៉ែខ្ញុំថាតឡាចច្រើនម៉ែមិនក៏មិនបេះយកទៅស្លទៅម៉ែខ្ញុំគាត់ថាចែអើតឡាចហ្នឹងគឺវាផ្លែច្រើនពេកហូបអត់ទាន់អញ្ចឹងទៅក៏ទុកឲ្យទុំទៅដល់ពេលថ្ងៃណាយើងចង់ធ្វើនំឬក៏ធ្វើទឹកតឡាចចាំយើងបេះយកមកហូបអញ្ចឹងទៅទុំសឹងទៅទាំងអស់ហ្នឹងដោយសារម៉ែខ្ញុំគាត់ហូបអត់ទាន់គាត់នៅតែប្រហែលអ្នកនៅផ្ទះអញ្ចឹងទៅហូបតឡាចមួយយើងឆ្ងោផងឆាផងពីណាហូបបានរាល់ថ្ងៃបងប្អូនមែនអត់ជួនកាលវាដូចថាយើងហូបដដែលពេលវាធុញអីចឹងយើងដូរមុខម្ហូបខ្លះទៅហើយបើងាកមកខាងនេះវិញសិតទៅផ្លែអំពិលផ្លែមែនទែនណាអាហ្នឹងខ្ញុំបេះអស់ខ្លះផងអាណាទៀតបងនេះអត់សូវខ្ពស់ទេខ្ញុំបេះអាចលូកដៃបេះដល់ចឹងណាខ្ញុំបេះអស់ខ្លះហើយថ្ងៃមុនយកទៅផ្ទះហ្នឹងទៅគឺបានអស់គ្នាធ្វើបុកល្ហុងបុកអីក៏បានបេះក្តឹបអំពិលពីផ្ទះខ្ញុំយកទៅបុកធ្វើក្តឹបអំពិលហ្នឹងជាមួយនឹងត្រីឆ្អើរជាមួយបុកល្ហុងបុកអីបងប្អូនថាផ្លែល្អមែនទែនខ្ញុំខ្វះក៏មែនទែនណាហើយខ្ញុំស្ដាយដែរពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំអត់សូវបានថតតំណាំទៅដោយម៉ែខ្ញុំបានច្រើនទេថតបានតិចតួចទេចឹងតែកន្លែងខ្លះគឺខ្ញុំបានថតកន្លែងខ្លះគឺអត់បានថតទេតែខ្ញុំខ្នាញ់ជាងគេគឺផ្លែអំពិលខ្ចីនេះអូយផ្លែឡើងក្តាំងផ្លែមែនទែនណាបើស្រុកបងប្អូនមានផ្លែអំពិលគឺដូចស្រុកខ្ញុំអត់នេះផ្ទះខ្ញុំផ្លែមែនទែនណាហ្នឹងខ្ញុំបេះអស់ខ្លះផងពេលដែលខ្ញុំទៅថតហ្នឹងខ្ញុំបេះអស់មួយសាហើយដល់ពេលទៅថតនេះគឺវានៅខ្លះដែរចឹងព្រោះវាចិត្តដៃដែរយើងទៅបេះអាណាខ្ពស់ពេកយើងទៅបេះមិនដល់ខ្ញុំយកទៅពួកយកអីយើងបេះអាណាចិត្តដៃទៅវាមិនងាយស្រួលជាងអញ្ចឹងមិនថានៅតាមស្រុកស្រែចម្ការយើងសបោតំណាំតំណោចណាដែលយើងបានដាំបានអីស្អីក៏មិនខ្វះដែរហើយចំណែកបើខាងនេះវិញមានត្រប់ស្រួយមានពពាយមានអីនិយាយរួមម៉ែខ្ញុំក៏ដាំនេះបន្តិចនោះបន្តិចក៏ដាំចេះជប់ទឹកហូបខ្លះចឹងទៅហើយឬគាត់អាបន្លែខ្លះនេះគាត់អាចធ្វើជាចំណីមន់របស់គាត់បានណាម៉ែខ្ញុំគាត់ចិញ្ចឹមមន់ចិញ្ចឹមទាចិញ្ចឹមកងានទិញទួយដែរចឹងទៅហើយបើពពាយនេះវិញល្អមែនទែននេះបើសិនជាយើងពិច្រាមប្រហុកមកយើងយកមកជ្រលក់ជាមួយប្រហុកអូយឆ្ងាញ់មែនទែនឬក៏ទឹកគ្រឿងអីហើយតបស្រួយត្រប់អីទៀតអានឹងត្រូវជាងគេគឺប្រហុកចិញ្ច្រាំនិយាយរួមបើអ្នកមានមុនដូចខ្ញុំអីបើហូបរបស់ផ្អាប់របស់អីគឺឡើងមុនសាហាវមែនទែនតែពេលឃើញអញ្ចឹងគឺនឹកឃើញប្រហុកនឹកឃើញអីហើយព្រួយរបស់ឆ្ងាញ់ជាងគេខ្ញុំនិយាយលេងណាបងប្អូនហែងងាកមកមើលត្រប់នេះស្រួយម៉ែខ្ញុំណាបងប្អូនគឺដាំតែ2 3ដើមទេតែបើផ្លែមួយផ្លែនេះហើយបើពពាយនឹងត្រប់គឺល្អមែនទែនខ្ញុំឃើញហើយខ្ញុំខ្វះកខ្ញុំចង់ទៅបេះឲ្យអស់ទេព្រោះឃើញខ្លាញ់មែនទែនចឹងខ្ញុំថាស្ដាយគឺអត់បានថតបន្លែប្រឡប់ដោយម៉ែខ្ញុំក៏ដាំបន្លែផ្សេងទៀតក៏ខ្ញុំអត់បានថតទេខ្ញុំថតបានតិចតួចទេគាត់មិនមែនដាំតែប៉ុណ្្នឹងទេណាម៉ែខ្ញុំគាត់ដាំបានច្រើនមុខជាងនឹងទៀតច្រើនជាងនេះទៀតទៅប៉ុន្តែខ្ញុំអត់បានថតអរគុណបងប្អូនបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសសូមអភ័យទោសផងបាយ